កម្លាំងនៅលើរូបទាំងអស់គ្នាបាទអញ្ចឹងយើងមើលរូបរកចល័តណាអញ្ចឹងរកចល័តលោកគ្រូទិសដៅកម្លាំងមួយគឺកម្លាំងតំណែងខ្សែនៅឡើយនេះគឺផ្សេងពីគេអញ្ចឹងលោកគ្រូតាំងកន្លែងហ្នឹងគឺតេ B បាទតេ B ចង់តោងរកហ្នឹងមិនឲ្យទៅលើណាបាទអញ្ចឹងចំណែកឯតំណែងខ្សែកន្លែងនេះគឺបាទតំណែងខ្សែនេះគឺ TC ចំណែកឯបាទ TC ដូចគ្នាអានេះគឺ TC ហើយនេះក៏ TC ដែរបាទបើមិនគិតក៏កាត់អញ្ចឹងតំណែងខ្សែសងខាងរកគឺស្មើគ្នាចំណែកឯកូនទម្ងន់នេះគឺអីលេខហ្នឹងបងគឺមានទិសដៅទៅក្រោមគឺពេហ្នឹងគឺពេអងនេះគឺពេដឺបាទអញ្ចឹងយើងបានចារ៉ាមប៉ុណ្ណឹងហើយយើងមកសិក្សាលំហាត់ទាំងអស់គ្នាអញ្ចឹងយើងនិយាយថាប្រព័ន្ធហ្នឹងឲ្យវាមានលំនឹងហើយយើងកំណត់ទិសដៅទៅលើមួយទៀតជាទិសដៅវិជ្ជមានអញ្ចឹងលោកកំណត់បែបនេះអញ្ចឹងឲ្យតែកម្លាំងតោងលើគឺយើងយកវិជ្ជមានហ្នឹងកម្លាំងចុះមកក្រោមយើងយកវិជ្ជមានហ្នឹងអញ្ចឹងមកយើងនិយាយរកមុនណាចំពោះរកលំហាត់នេះយើងវែងបន្តិចណាបាទដោយសារជាប្រភេទលំហាត់សពកែដែរអញ្ចឹងចំពោះរកបាទចំពោះរកយ៉ាងម៉េចបងចំពោះរកផលបូកកម្លាំងដែលមាន7នៅលើរកហ្នឹងគឺស្មើ0អញ្ចឹងយើងមើលកម្លាំងនេះមួយកម្លាំង TC នេះមួយបូកកម្លាំង TC នេះមួយវាបូកជាមួយនឹងអីទូរកគឺតេអីគឺតេ B បូកជាមួយនឹង TC បូកជាមួយនឹង TC មួយទៀតគឺស្មើនឹង0ចេះសួរថាចុះតំណែងខ្សែកន្លែងនេះកន្លែង TC នេះមកក្រោមនេះវាយ៉ាងម៉េចអញ្ចឹងអាហ្នឹងយើងទុកនៅលើអីនៅលើរបាបាទអញ្ចឹងយើងនិយាយចំពោះរកចល័តមុនណាមកឥឡូវយើងឃើញ TC នោះដូចគ្នាយើងថា 2TC យើងថារត់ 2TC បាទ 2TC B នោះមានទិសដៅមកក្រោមអវិជ្ជមានអញ្ចឹងដកតេអីតេ B បាទយើងដាក់បូកសិនមកស្មើនឹង0ឬក៏បាទ2TC ដកឲ្យតេ B ស្មើ0នាំឲ្យអីនាំឲ្យតេ B បាទតេ B ស្មើនឹង2TC នេះយើងបាននឹងមួយយើងតាមវាទុកមួយសិនមកបាទអញ្ចឹងតំណែងខ្សែនៅត្រង់កន្លែង B ហ្នឹងគឺស្មើនឹង 2TC យើងតាមទុកមួយយើងមកទៀតយើងនិយាយចំពោះរបាម្ដងបាទចំពោះរបាផលបូកកម្លាំងគឺស្មើ0ដូចគ្នាអញ្ចឹងយើងត្រូវសិក្សាថាតើកម្លាំងអីគេខ្លះដែលមានអំពើនៅលើរបានោះអញ្ចឹងលោកគ្រូទិសដៅកម្លាំងមួយទៀតអញ្ចឹងតំណែងខ្សែនេះតោងតំណែងខ្សែនៅត្រង់កន្លែង C នេះគឺវាតោងលើបាទតោងឡើងលើហើយតំណែងកន្លែង B នេះគឺវាតោងឡើងលើដូចគ្នានេះអានេះគឺតេ B បាទអានេះគឺតេ TC ហើយកូនទម្ងន់យើងដឹងហើយ P មកក្រោមបាទ P ហ្នឹងមកក្រោមអញ្ចឹងយើងចំពោះរបាគឺផលបូកកម្លាំងគឺស្មើ0ដូចគ្នាបាទមកកម្លាំងអីគេខ្លះទី1គឺតេ B ជាតំណែងខ្សែនៅត្រង់ចំណុច B បូកជាមួយនឹងតំណែងខ្សែនៅត្រង់ចំណុច C ហើយបូកជាមួយនឹង P អងបូកជាមួយនឹង P ដឺស្មើនឹង0បាទមក0មួយវិញទៀតយើងឃើញថាទិសដៅកម្លាំងដែលយើងកំណត់គឺយកទិសដៅទៅលើជាទិសដៅវិជ្ជមានអញ្ចឹងយើងឃើញថា TB ហើយ TC គឺទិសដៅវិជ្ជមានទៅលើគឺយើងយកវិជ្ជមានអញ្ចឹងយើងបាន TB បាទយើងបាន TB បូកជាមួយនឹង TC ដក P អងដក P ដឺគឺស្មើ0ឬក៏យើងបោះវាឲ្យវិជ្ជមានមកឬក៏ TB បូក TC ស្មើនឹង P អងបូក P ដឺបាទហើយយើងដឹងថាបាទដោយ
ដោយអីដោយពេលអងគឺស្មើជាមួយនឹងâmអងគុណជាមួយ j ហើយពេលដឺស្មើនឹងâmដឺគុណជាមួយនឹង j អញ្ចឹងនាំឲ្យអីនាំឲ្យអីនាំឲ្យ t b បូក tc ស្មើឲ្យបាទស្មើឲ្យអីបងស្មើឲ្យជំនួសចូលមកគឺâmអងគុណជាមួយ j បូកជាមួយនឹងâmដឺគុណជាមួយនឹង j អញ្ចឹងអានេះត្រង់កន្លែងនេះគឺ tb បូក tc បាទអញ្ចឹងអាហ្នឹងលោកគ្រូវាជាប់បញ្ញត្តិ3 4ទៀតហើយអញ្ចឹងយើងតាំងទុក2បាទទុក2កន្លែងនេះគ្រូតាំងទុក2បាទយ៉ាងម៉េចទៀតអូនបន្ទាប់មកយើងនិយាយចំពោះរបាដែរប៉ុន្តែយើងសិក្សាអំពីមុំម៉ងនៅលើរបាបាទយើងនិយាយមុំម៉ងព្រោះវានៅស្ងៀមដោយសារផលបូកមុំម៉ងវាស្មើ0ហើយយើងជ្រើសរើសបាទយើងជ្រើសរើសអីបងជ្រើសរើសចំណុច B ត្រង់កន្លែង B ជាអរង្វិលជារង្វិលបាទជ្រើសរើសចំណុច B ជាអរង្វិលអញ្ចឹងយើងបានមុំម៉ងផលបូកមុំម៉ងយើងគឺស្មើ0បាទផលបូកមុំម៉ងគឺស្មើ0អញ្ចឹងវាមានមុំម៉ងអីគេខ្លះបាទមុំម៉ងនេះមុំម៉ងពេលអងនេះគឺវិលមកបែបនេះហើយមុំម៉ងពេលដឺនេះគឺវិលមកបែបនេះបាទប៉ុន្តែមុំម៉ងនៅត្រង់កន្លែង B គឺស្មើ0នៅព្រោះអានវិលហ្នឹងណាឥឡូវយើងនិយាយសិនយើងនិយាយថាមុំម៉ងគេខ្លះដែលបូកគ្នាស្មើ0គឺទី1មុំម៉ងនៅត្រង់ A អញ្ចឹងលោកតាំងហ្នឹងគឺមុំម៉ង A បូកជាមួយនឹងមុំម៉ងនៅត្រង់កន្លែង B ហើយបូកជាមួយនឹងមុំម៉ងនៅត្រង់កន្លែង C ហើយបូកជាមួយនឹងមុំម៉ងនៅត្រង់កន្លែង D គឺស្មើ0មានមុំម៉ង4ព្រោះកម្លាំងនៅលើហ្នឹងមាន4ណារបាហ្នឹងណាបាទអញ្ចឹងមុំម៉ងត្រង់ A គឺកើតឡើងដោយសារកូនទម្ងន់គុណជាមួយប្រវែងដៃខ្នោះ AB អញ្ចឹងមុំម៉ងត្រង់ A គឺ P អី P អងគុណជាមួយនឹងប្រវែងដៃខ្នោះគឺ AB បាទហើយបូកជាមួយនឹងមុំម៉ងត្រង់កន្លែង B ប្រវែង B ហ្នឹងគឺស្ថិតនៅលើអរង្វិលហ្នឹងតែម្ដងអញ្ចឹងអត់មានមុំម៉ងទេគឺស្មើ0ចំណែកឯមុំម៉ងត្រង់កន្លែង C បាទតំណែងខ្សែនៅត្រង់ C ហ្នឹងគឺតោងនឹងលើអញ្ចឹងមុំម៉ងហ្នឹងគឺមុំម៉ងវិលច្រាស់យើងយកមុំម៉ងវិជ្ជមានបាទអញ្ចឹងគឺកើតឡើងពីតំណែងខ្សែ TC គុណជាមួយប្រវែងជ្រុង BC ចំណែកឯមុំម៉ងកន្លែង D ជាមុំម៉ងកើតឡើងពីផលគុណរវាងកូនទម្ងន់ P ដឺហើយ P ដឺទិសដៅស្របនិច្ចនៃការអញ្ចឹងយើងយកដកយើងយក P ដឺគុណជាមួយនឹងប្រវែង BD ប្រវែងដៃខ្នោះណាបាទឥឡូវយើងដឹងហើយបំរាប់ហ្នឹងគេឲ្យអីមកទៀតបាទពេលនេះគឺជួសដោយអីយើងថាដោយ M ពេលអងគឺ M អង J បាទហើយ AB ហ្នឹងគឺជ្រុង AB គឺបំរាប់ឲ្យយើងគេយកប្រមាណ AB ហ្នឹងគឺយក A តូចអញ្ចឹងជួសដាក់ឲ្យមក A តូចបូក0ហ្នឹងបាច់បូកទេបូកជាមួយនឹង TC អត់មានអីជួសគេដាក់ TC សិនហើយ BC ជ្រុង BC គឺ B តូចបាទហើយដកជាមួយនឹងពេលដឺគឺ M ដឺ J M ដឺ J គុណជាមួយនឹង BD ជ្រុង BD គឺកើតឡើងពីជ្រុងនេះជ្រុង BC បូកជាមួយនឹង CD បាទអញ្ចឹងគឺយើងកតាមក BC គឺជ្រុង B តូចណា B តូចបូកជាមួយនឹង CD បាទ CD យើងយកស្មើនឹង C តូចអញ្ចឹងគឺ B តូចបូក C តូចស្មើនឹង0បាទអញ្ចឹងយើងយ៉ាងម៉េចទៀតមកឥឡូវយើងដល់កន្លែងហ្នឹង M អង J គុណជាមួយនឹង A បូកឲ្យ TCB បាទ TCB យើងអាចបោះអានោះមកឲ្យវាឬក៏គុណបញ្ចូលមកបានដកនេះយើងគុណអានេះគុណ M ដឺហើយ J ទៅនេះមក M ដឺ J ទៅហ្នឹងមកអញ្ចឹងបានដក M ដឺ J B បាទហើយគុណទៀតមកដកអីគេដក M ដឺ J C ស្មើ0បាទ0អញ្ចឹងយើងបោះពីហ្នឹងឲ្យវាវិជ្ជមានមកបាទបោះមកអង្គទី2មកអញ្ចឹងបាន M អង JA បូក TCB ស្មើឲ្យ M អីបង M ដឺ J B បូក M ដឺ J C បាទ
អ្វីដែលយើងត្រូវការរកគឺតេសេបាទតេសេណាហើយបងអូនមកពិនិត្យសម័យកាលនេះម្ដងបាទនេះមកពិនិត្យនេះពិនិត្យអីពិនិត្យសម័យកាលដែលយើងតោងខាងលើគឺអីមានឡៃសម័យកាលមួយបើយើងមកសេមកព្រោះវាឆ្ងាយខ្លាចមើលអត់តាន់គឺតេអីតេ B វាស្មើជាមួយនឹង2តេសេអញ្ចឹងកន្លែងហ្នឹងលោកគ្រូតោងរកតេសេបាទអីគេតេអីតេ B បូកជាមួយនឹងតេសេស្មើជាមួយនឹង2អីនេះកន្លែងសម័យកាល2អូនបាទសម័យកាល2ដែលមកបាទអញ្ចឹងយើងយកអានេះអាសម័យកាល2យើងគឺតេអីតេ B បូកតេសេស្មើនឹងអីស្មើនឹង m on g បូកជាមួយនឹង under g អានេះលោកគ្រូតាំងទុក3បាទទីទៀតយកមកប្រើអញ្ចឹងយើងឃើញថាតេ B យើងជួសចូលឡើងតិចមកយកមួយជួសក្នុង2មកអញ្ចឹងនេះកន្លែងនេះតេ B យើងជួសដោយ2តេសេមកបាទជួសដោយ2តេសេបូកជាមួយនឹងតេសេយើងចង់បាទតេសេចោលណាស្មើនឹង m on g បូកជាមួយនឹង under g អូខេអញ្ចឹងនេះតេសេបូកតេសេស្មើនឹង3តេសេស្មើនឹង m on g បូក under g ហើយយើងទាញរកតេសេមកបាទលោកគ្រូចង់ឲ្យយើងតាមរកតេសេបំបត្តិវាអញ្ចឹងនាំឲ្យតេសេស្មើអីអត់បោះ3ទៅបាន1/3ណា1/3តេអី1/3 m on g បូកនឹង1/3 m under gបាទ under g យ៉ាងម៉េចទៀតអញ្ចឹងយើងបានតេសេយើងយកទៅជំនួសនៅក្នុង3បាទយកជំនួសជួសក្នុងសម័យកាល3បាទជួសនៅក្នុង3អូនបានអីអូនអញ្ចឹងនាំឲ្យ3យើងគឺ m on g អញ្ចឹងណាដល់ពេលកន្លែងបូកជាមួយនឹងតេអីបងបូកជាមួយនឹងតេសេតែតេសេយើងគឺស្មើអីបងស្មើនឹង1/3 m on g បូកជាមួយនឹង1/3 under g បាទអាហ្នឹងគឺកន្លែងហ្នឹងគឺតេសេបំបត្តិតេសេណាបាទហើយគុណជាមួយ b ហើយវាស្មើជាមួយអីបងបាទវិញណាស្មើជាមួយនឹង under gb under gb under gb បូកជាមួយនឹង under g under បាទបូកជាមួយនឹង under g c អូខេចឹងបរិយាលេខហ្នឹងបន្តិចឥឡូវអង្គទាំងអស់ហ្នឹងឃើញសេទាំងអស់យើងអាចសម្រួលសេចេញបានណាឬក៏យើងមើលអត់ទាន់យើងអាចគុណនោះប៉ុន្តែគុណវានៅតែសម្រួលដែរណាអញ្ចឹងយើងអាចសម្រួលសេចោលណាលោកគ្រូសម្រួលឲ្យខ្លីបន្តិចសម្រួលសេហើយសម្រួលសេបាទអញ្ចឹងនៅសល់អី m on គុណជាមួយ a បូកជាមួយនឹងអានេះគុណ b បញ្ចូលមកបាន b អី b នៅលើ3 m on បូកជាមួយនឹង b នៅលើ3 m ដឺគុណពលាតណាស្មើឲ្យអានេះ m អី m ដឺ b បូកឲ្យ m ដឺ c បាទឥឡូវយើងបានអីទៀតយើងឃើញ m on ហើយ m on យើងចាប់ជាកតាចាប់ m on ជាកតាចានេះចាប់ m on នៅសល់ a បូកជាមួយនឹង b នៅលើ3ហើយអានោះយើងបោះតរគ្នាមកព្រោះ m ដឺដូចគ្នាបាទស្មើឲ្យអីចាប់ m ដឺជាកតាមក m ដឺនៅកតាឲ្យគេ b បូក c ហើយអានោះបោះមកវាដក b នៅលើ3ចាប់ m ដឺចេញបាទយើងតម្រូវភាពបែងបន្តិចសម័យកាលហ្នឹងយើងតម្រូវភាពបែងនេះ m on តម្រូវភាពបែង3បាន3អីគេ 3a បូក b លើ3ហើយស្មើនឹង m ដឺតម្រូវភាពបែងបានអី 3b បូក 3c ដក b លើ3តម្រូវភាពបែងយើងលុបភាពបែងចោលនោះបាទសម្រួលភាពបែងនោះបាទបន្តមកទៀតបានអីនេះបាន m on កតាឲ្យ 3a បូក b ស្មើជាមួយនឹង m ដឺ 3b បូក 3c ដក b អូខេអញ្ចឹងយើងថាចែកបាទចែកអង្គទាំងពីរ